រឿងជំងឺចិត្តសាស្ត្រមិនបានទៅលេបថ្នាំចូលពោះទៅវិញជំងឺថប់បារម្ភគ្រាន់តែជាការគិតទេហើយថ្នាំជួយកែការគិតតាមណាទៅអញ្ចឹងយើងត្រូវដឹងថាជំងឺថប់បារម្ភមិនមែនគ្រាន់តែគិតច្រើនទេតែវាជាការប្រែប្រួលរចនាសម្ព័ន្ធគីមីនិងតនាការខុសប្រក្រតីនៃប្រព័ន្ធប្រសាទនៅក្នុងខួរក្បាលរបស់យើងហើយថ្នាំព្យាបាលមានទួនាទីកែសម្រួលសារធាតុគីមីនៅក្នុងខួរក្បាលដែលបាត់បង់តុល្យភាពអញ្ចឹងនៅក្នុងខួរក្បាលយើងមានសារធាតុគីមីមួយយ៉ាងដែលជាសញ្ញាចម្លងសញ្ញាប្រសាទដូចជា serotonin norepinephrine ហើយនិង GABA ហើយវាមានតួនាទីគ្រប់គ្រងអារម្មណ៍ភាពស្ងប់និងក្តីសុខរបស់យើងនៅពេលដែលយើងមានជំងឺថប់បារម្ភសារធាតុ serotonin ធ្លាក់ចុះទាបខុសធម្មតាហើយវារារាំងមិនឲ្យខួរក្បាលយើងទទួលបានសញ្ញានៃភាពធូរស្រាលឬក៏សុវត្ថិភាពទេអញ្ចឹងថ្នាំពពួកក្រុម SSRI ឬក៏ SNRI ជួយទប់ស្កាត់មិនឲ្យសារធាតុ serotonin នៅក្នុងខួរក្បាលយើងបាត់បង់ទៅវិញលឿនពេកទេហើយវាជួយបង្កើនសារធាតុគីមីដែលធ្វើឲ្យយើងរីករាយនៅក្នុងខួរក្បាលឡើងវិញនៅពេលដែលសារធាតុគីមីមានតុល្យភាពខួរក្បាលយើងក៏ចាប់ផ្ដើមស្ងប់ហើយលែងភ័យជ្រួលជ្រែតទៀតហើយមួយទៀតថ្នាំជួយបិទប្រព័ន្ធប្រកាសអាសន្នដែលខូចនៅក្នុងខួរក្បាលរបស់យើងមានផ្នែកមួយដែលគេហៅថា amygdala ដែលដើរតួនាទីជាសារ៉ែនប្រកាសភាពអាសន្ននៅពេលដែលយើងគ្រោះថ្នាក់ដូចជានៅពេលដែលយើងជួបខ្លាឬក៏មានភ្លើងឆេះផ្ទះអញ្ចឹងនៅពេលដែលយើងមានជំងឺថប់បារម្ភ amygdala ខូចឬក៏វារញ៉ូតខ្លាំងពេកអញ្ចឹងទោះបីជាយើងកំពុងអង្គុយញ៉ាំបាយក៏ដោយឬកំពុងតែដេកក៏ដោយវានឹងប្រកាសអាសន្នគ្រប់ពេលដែលធ្វើឲ្យយើងភ័យស្ថានស្លាវតួនាទីរបស់ថ្នាំធ្វើឲ្យ amygdala ថយចុះការរំញោចបើនិយាយសួរស្ដាប់គឺបិទសារ៉ែនកុំឲ្យវារលខុសពេលខុសវេលាតទៀតដែលធ្វើឲ្យរាងកាយយើងបានសម្រាកទី3ថ្នាំជួយកាត់បន្ថយការរាងកាយដែលធ្វើយើងពិបាកនៅក្នុងខ្លួនអញ្ចឹងជំងឺថប់បារម្ភមិនមែនឈឺតែក្នុងចិត្តទេវាក៏ប៉ះពាល់ដល់រាងកាយយើងដែរហើយវាធ្វើឲ្យរាងកាយយើងបញ្ចេញអរម៉ូន stress ដូចជាអរម៉ូន cortisol និងអរម៉ូន adrenaline មកច្រើនពេកអញ្ចឹងទៅវាធ្វើឲ្យយើងមានអាការៈមួយចំនួនដូចជាបេះដូងលូតញាប់ថប់ដង្ហើមដកដង្ហើមមកដល់គ្នាញ័រដៃញ័រជើងវិលមុខហើយចង់ស្លាប់កាលម្ដងទៀតមានអាការៈតានតឹងសាច់ដុំឈឺក្បាលហើយគេអត់លក់រាប់សប្ដាហ៍ក៏មានដែរអញ្ចឹងថ្នាំជួយបន្ធូរសាច់ដុំហើយធ្វើឲ្យបេះដូងលោតក្នុងកម្រិតធម្មតាមកវិញជួយឲ្យប្រព័ន្ធរាងកាយដំបូលឈប់ស្ថិតនៅក្នុងភាពត្រៀមប្រយុទ្ធតទៀតកាលណាដែលខ្លួនប្រាណយើងវាមានសភាពលែងហត់អញ្ចឹងទៅធ្វើឲ្យផ្លូវចិត្តយើងវាធូរស្រាលទៅតាមនឹងដែរខែម្ដងទៀតនៅពេលដែលមនុស្សម្នាក់កំពុងមានជំងឺថប់បារម្ភនៅក្នុងកម្រិតធ្ងន់ធ្ងរខួរក្បាលផ្នែកគិតគូររឿងហេតុផលគាំងអស់វាលែងដំណើរការទោះបីជាគាត់មានអាកេព្យាយាមណែនាំឲ្យគាត់គិតវិជ្ជមានយ៉ាងណាក៏ដោយក៏គាត់ស្ដាប់អត់ចូលដែរអញ្ចឹងនៅពេលដែលគាត់លេបថ្នាំដំណើរការដំបូងទៅវាទាញអារម្មណ៍គាត់ឲ្យធ្លាក់មកសភាពនឹងណបន្តិចសិននៅពេលដែលចិត្តគាត់ស្ងប់ហើយអ្នកជំងឺមានកម្លាំងចិត្តទៅជួបជាមួយនឹងអ្នកចិត្តសាស្ត្រមានសមត្ថភាពក្នុងការផ្លាស់ប្ដូរការរស់នៅខ្លួនឯងរកវិធីផ្សេងៗដើម្បីជួយខ្លួនឯងឬក៏ហាត់ប្រាណបានអញ្ចឹងសប្តីមកពេលយើងភាសាថ្នាំមិនមែនដើម្បីតែបំបត្តិការគិតទេប៉ុន្តែវាជួយឲ្យម៉ាស៊ីនខួរក្បាលនិងរាងកាយយើងដែលកំពុងតែខូចខាតដោយសារតែ stress ឲ្យវាដំណើរការមកធម្មតាឡើងវិញដូចគ្នាផងដែរ